សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំ unboxing នៅកាមេរ៉ាដែលខ្ញុំទិញថ្មីគឺប្រភេទ action camera 5K អានេះគឺជារូបរាងខាងក្រៅរបស់កាមេរ៉ាវាមាន function ជាច្រើនដែលខ្ញុំកំពុងធ្វើការ unboxing ពីកាមេរ៉ាមួយដែលខ្ញុំសន្សំលុយទិញឥឡូវខ្ញុំសន្សំលុយគ្រប់ហើយខ្ញុំក៏ចាប់ផ្ដើមទិញវាទៅថតលេខគឺយើងធ្វើការ unboxing វាតែម្ដងខ្ញុំមកខាង unboxing នេះគឺជំនាញរបស់ខ្ញុំតែបាទឥឡូវចង់ដឹងថាក្នុងកាមេរ៉ានេះមានគេផ្ដល់មក accessory ពីខ្លះចាំមើលយើងមើលដល់គ្នាហើយនេះ accessory ក្រៅទៀតគេផ្ដល់មកដូចជាមាន SIM មួយ SIM card មួយឲ្យក្រៅយ៉ាងណាជាមួយយើង unboxing ខាងក្នុងដល់គ្នាបាទទីងចាំមកហើយបាទនេះចាំមើលណាបងប្អូនចាញ់នេះនេះ accessory វាមានប៉ុណ្ណឹងកាមេរ៉ាប្រភេទ 5K ហើយនេះគ្រឿងរបស់វាបងប្អូននេះប្រភេទ 5K អាហ្នឹងវាមានកញ្ចក់វាមានកញ្ចក់មុខកញ្ចក់ក្រោយហើយយើងអាច screen បានមើល accessory វាទៀតអានេះមាន tele វាបងប្អូន tele វាយើងសម្រាប់ទៅពជាអានេះសម្រាប់យើងជាប់ជាមួយកាមេរ៉ាជាមួយមុខអានេះសម្រាប់យើងជាប់ជាមួយដងកាមេរ៉ាអានេះខ្សែខាងសារបស់វាតែម្ល៉េះនេះបងប្អូនវាមានអីគេឲ្យអីគេបងអីគេអាហ្នឹងសម្រាប់យើងឆ្កឹះកាមេរ៉ាហ្នឹងហើយមួយនេះយើងសម្រាប់ភ្ជាប់ជាមួយនឹងមួកសុវត្ថិភាពយើងចេញคลิปចេញអីលេងអីហ្នឹងណាតែនេះទៀតគឺกระดาษណែនមកគេដល់អសស្ដាប់ចិនអានអត់ដាច់ទេឥឡូវយើងមកមើលកាមេរ៉ាយើងវិញម្ដងនេះកាមេរ៉ាយើងស្អាតណាស់បងប្អូននេះស្អាតម្ដងខ្ញុំឆ្លាញ់ខ្លាំងនេះឡោះមិនចាអានេះវាទាញចឹងមកវាបើកអត់វាថ្នមថ្មីកាមេរ៉ាថ្មីផងពណ៌ស្អាតទៀតពណ៌គ្រើមនេះស្អាតម្ដងនេះស្អាតយល់ស្អាតមែនទែនខ្ញុំឆ្លាញ់នេះខ្លាំងថាមួយចុះឥឡូវនេះខ្ញុំបើកថ្មកាមេរ៉ានឹងមើលសិននឹងគេមានដាក់ផ្ទះអីនេះថ្មកាមេរ៉ាបងប្អូនវាជាប្រភេទថ្មទូចដែរតែថ្មហ្នឹងគេថាដាក់បានក្នុង2ម៉ោងជាងអញ្ចឹងវាយើងនិយាយទៅវាយូរដែរប្រភេទកាមេរ៉ាហ្នឹងខ្ញុំដាក់ចូលវិញណាคลิปនេះជាមួយខ្ញុំបកតាកាមេរ៉ាជ្រិបជាស្រស់ស្អាតខ្លាំងមែនទែនអានេះបកទៀតហើយនេះកាមេរ៉ាចក screen ខាងមុខនេះបកឲ្យបងប្អូននេះនេះ screen ខាងក្រោយធំជាងគេបកដែរហើយคลิปស្អាតមែនទែនហើយខ្ញុំបកកាមេរ៉ាចេញពី welcome ធ្វើអួតហើយហើយបើយើងនិយាយពីកម្រិតវីដេអូវាស្អាតខ្លាំងមែនទែននេះបងប្អូនស្អាតខ្លាំងអានេះកម្រិត 5K មើលដល់មុខខ្ញុំដឹងអានេះគឺស្អាតខ្លាំងតែម្ដងស្អាតខ្លាំងនេះខ្ញុំឆ្លាញ់កាមេរ៉ានេះខ្លាំងនេះថតពេលយប់អញ្ចឹងទៅអត់មានអីទេគឺវារួមកន្លងវាចេញមកជះមកដល់ខ្ញុំឆ្លាញ់ខ្លាំងហើយមួយទៀតចុះកាមេរ៉ាមកគឺកាមេរ៉ាប្រភេទ50 megapixel អញ្ចឹងវាអាចបើយើងប្រៀបធៀបទូរស័ព្ទទៅខ្ញុំប្រហែលទូរស័ព្ទដែរបងប្អូនដែលបានទស្សនានៅវីដេអូរបស់ខ្ញុំនេះខ្ញុំចង់បង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្ញុំខំប្រឡងបានសងលុយទិញបានឥឡូវខ្ញុំធ្វើវាបានសម្រេចហើយបងប្អូនគោលបំណងខ្ញុំទិញកាមេរ៉ានេះគឺចង់ធ្វើជាប្រភេទកាមេរ៉ាសម្រាប់ថតប្លុកក៏ដូចជាកាមេរ៉ាដើរលេងកម្សាន្តអីបាទអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះ